រៀបប្រកួត Ginsberg គុណខ្មែរ Super Strike គូមិត្តភាពអន្តរជាតិរវាងកម្ពុជានិងអ៊ីរ៉ង់ទឹកទី1 Round 1 បាទទឹកទី1ចាប់ផ្ដើមមកការប្រកួតរវាងកីឡាករធុនមេងហុងបាទកីឡាករគុណខ្មែរវ័យ23ឆ្នាំទេអីអូយបាទកំចង់ហក់មួយគេបាទទឹកមួយនេះមហាម៉ាត់បេះឌីបាទគាត់ផងអីអូនោះវាយស្ដាំអុកចង្គង់ស្ដាំអូយបាទចឹងថាកុំលេងមួយគេបាទបុរាគេលេងមែនតែនបាទទឹកមួយក៏ដោយបាទវាយឆ្វេងស្ដាំបាទឥឡូវមេងហុងបាទគាត់រៀងស្ងាក់ចិត្តតិចបាទអញ្ចឹងទឹកមុខគាត់ប្រែពីញញឹមបាទមកជាទឹកមុខយកចិត្តទុកដាក់នៅក្នុងការប្រកួតវិញហើយបាទចាប់បោកមហាមេឌីឲ្យដួលបាទមហាម៉ាត់មេឌីឥឡូវហៅឈ្មោះគាត់ផ្ទុយទៅបាទម៉ូតេសាមកបាត់ដៃស្ដាំរបស់មេងហុងបាទទៅលើម៉ូតេសាបាទម៉ូតេសាបើសិនជាគាត់វាយចូលញយគាត់មានព្រៀបបាទគាត់ចេះព្យាយាមតែបើថាគាត់រៀងត្រូវធ្ងន់ដែរបែរជាគាត់នឹងអាចសម្រេចចិត្តបាទក្នុងការបោះបង់ចោលការភូលកថាបានដែរបាទវាយឆ្វេងតែស្ដាំរបស់មេងហុងឆ្វេងម្ដាយទៀតនេះដួលបាត់បាទអត់អីបាទងើបឡើងមកវិញបន្តការប្រកួតទៀតបានបាទដល់ចូលទៀតបាទវាយស្ដាំថែមឆ្វេងស្ដាំម្ដាយបាទវាយឆ្វេងថែមទៀតអាយអូយបាទមេងហុងគាត់ខ្លាំងដៃឆ្វេងបាទអញ្ចឹងគាត់ទះទៅរោមុខខាងស្ដាំរបស់ម៉ូតេសាតម៉ូតេសាអត់ប្រយ័ត្នខាងស្ដាំនឹងទេបាទត្រូវម្ដាយទៀតបាទទៅហើយបាទវាយឆ្វេងស្ដាំនោះដួលជាលើកទី2តែមិនអីទេបាទងើបឡើងមកវិញបន្តការប្រកួតទៀតបានបាទវាយឆ្វេងចូលមុខវាយឆ្វេងថែមស្ដាំទៅលើមេងហុងវាយឆ្វេងស្ដាំទៅលើមេងហុងដល់ចូលព្យាយាមវាយបកបាទអីអូយឆ្វេងម្ដាយទៀតបាទដួលជាលើកទី3តែលោកញ៉ាដល់គាត់រាប់ម្ដងណាឡើយបាទដោយសារតែគាត់នៅមានចំហស្មារតីរឹងប៉ឹងក្នុងការប្រកួតបាទចឹងរាប់ក៏អត់បានទេបាទវាយឆ្វេងថែមស្ដាំចូលចាប់កាច់ប្រឡែងគ្នាវិញបាទព្យាយាមដើរចូលវាយឆ្វេងបាទមេងហុងបាទត្រូវកីឡាកររូបនេះបាទវាយដួលដើមទឹកនឹងមកគឺគាត់ព្យាយាមបាទវាយយកឲ្យឈ្នះបាទក្នុងទឹកទី1នេះវិញតែចាំមើលសិនបាទវាយស្ដាំទាត់ស្ដាំបាទដួល4ដងហើយបាទកីឡាកររបស់អ៊ីរ៉ង់តែគាត់នៅតែងើបឡើងវិញយ៉ាងរហ័សដើម្បីបន្តការប្រកួតវាយឆ្វេងថែមស្ដាំដួលជាលើកទី5លោកអាញាកដាសម្រាប់ចិត្តរាប់ 2 3 4 5 6 7 8បាទងក់ក្បាលជិះសញ្ញាបន្តការប្រកួតទៀតបានបាទបន្តការប្រកួត លោកហិនសៃហេងមកពីជាពីធ្វើការប្រកួតបន្តទៀតវាយស្ដាំថែមឆ្វេងវាយឆ្វេងថែមស្ដាំដួល Go so បាទលោកយ៉ាកដារាប់សាទៀត 3 2 4 4 5 6 7 8 3បាទងក់ក្បាលសញ្ញាមកមេងហុង បន្តការប្រកួត ទុកឱកាសឲ្យទេបាទអត់ទុកឱកាសឲ្យទេបាទវាយស្ដាំវាយឆ្វេងចប់ទឹកទី1ចប់ទឹកទី1 បាទទស្សនារូបភាពយឺតជាមុនសិនមកមុននឹងយើងបន្តការទស្សនាបាទការប្រកួតក្នុងទឹកទី2បាទដួលចំនួន4ដងដំបូងបាទលោកញ៉ាំដាអត់រាប់ទេបាទដួលលើកទី5រាប់ម្សាដួលលើកទី6រាប់ម្សាទៀតបាទហើយក៏ណូជួងបានបន្លឺឡើងបាទអញ្ចឹងក៏អូសបន្លាយការប្រកួតគូនេះបាទដល់ទឹកទី2ដែលចាប់ផ្ដើមនៅពេលបន្តិចទៅនេះបាទម្ដាយបើវាយចេញមកគឺពោពេញដោយទម្ងន់ធ្ងន់តែម្ដងបាទពីធុនមេងហុងអ្នកឲ្យទឹកចេញក្រៅ Second out Ginsberg គុណខ្មែរ Super Strike គូមិត្តភាពអន្តរជាតិរវាងកម្ពុជានិងអ៊ីរ៉ង់ទឹកទី2 Round 2បាទការប្រកួតចូលដល់ទឹកទី2បាទនិយាយទស្សនាការប្រកួតបន្តបាទមកជើងឆ្វេងទៅមកគាត់ឆ្វេងដែរមួយទៀតបាទវាយឆ្វេងថែមស្ដាំពីម៉ូតេសាបាទមេងហុងព្យាយាមដើរចូលទាត់មកជើងស្ដាំចូលផ្លូវទាត់មកជើងស្ដាំចូលអញ្ចឹងក៏វាយឆ្វេងថែមស្ដាំវាយឆ្វេងស្ដាំបាទវាយឆ្វេងស្ដាំវាយស្ដាំសងមកវិញដាំម្ដាយទៀតអាយ៉ាដួលទៅហើយបាទម៉ូតេសាបាទរៀងទុនជ្រាយបន្តិចបាទកីឡាក្រុមនេះបាទដួលម្សាទៀតប្រកួតបន្តទាត់ឆ្វេងមកជើងវាយស្ដាំម្ដាយវាយឆ្វេងថែមស្ដាំវាយឆ្វេងចូលគុំវិជា Go so 1 បាទលោកញ៉ាកដារ
លើកទី1បាទក្នុងទឹកទី2បាទទៅលើកីឡាករមូហាម៉ាត់នីឌីម៉ូដេសា 6 7 7 8 បុកបន្តការប្រកួត continue ប្រកួតទៀតបានបាទមិនថ្មីដល់ចូលវាយឆ្វេងថែមស្រាមអុកជង្គង់ស្រាមគាត់ស្ដាំមកជើងបាទងើបឡើងមកវិញបន្តការប្រកួតទៀតបាទជើងស្ដាំទៅមកវាយស្ដាំម្ដាយគាត់ឆ្វេងរងជាប់ដល់ចូលវាយឆ្វេងថែមស្រាំចូលចាប់បោកទប់បាទប្រកួតបន្តធាក់ឆ្វេងមកជើងរបស់មេងហុងធាក់មកជើងស្ដាំរបស់មាត់ទេសាបាទត្រូវមេងហុងបាទទាត់មកជើងស្ដាំផ្ដួលមកវិញងើបឡើងមកបន្តការប្រកួតទៀតបាទទាត់ស្ដាំបាទទោះបីតែព្យាយាមទប់ចំហបាទក៏មិននឹងណឺដែរបាទធ្វើឲ្យលោកញ៉ាកដាសម្រេចចិត្តបញ្ចប់ការប្រកួតត្រឹមនេះបាទដោយយល់ទៅលើកីឡាករបង្គោលខៀវបាទគឺគាត់អស់សមត្ថភាពបាទក្នុងការប្រកួតហើយបាទសំបីតែឈោបាទក៏ឈោមិនត្រង់ខ្លួនផងបាទដូច្នេះលោកញ៉ាកដាបាទគាត់សម្រេចចិត្តបានត្រឹមត្រូវបាទក្នុងការបញ្ឈប់ការប្រកួតត្រឹមនេះបាទយើងមកទស្សនារូបភាពយឺតបន្តិចសិនเอาไว้ស្ដាំថែមឆ្វេងមេងហុងដើរចូលទៀតបាទតាមរយៈលោកអាញាកដាលបញ្ចប់ការប្រកួតត្រឹមទឹកទី2ជ័យជំនះបានទៅលើកីឡាករបង្គោលក្រហមធុនមេ